បងប្អូននេះជាវិធីលុប Facebook ដែលមានទម្រង់ជា profile ដែលយើងដាក់ឈ្មោះតែមួយម៉ាត់បែបនេះជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំស្មីថ្ងៃនេះវីដេអូមួយនេះគឺមកចង់លុប Facebook ដែលមានទម្រង់តែមួយម៉ាត់បែបនេះដែលខ្ញុំបានធ្វើវីដេអូបង្ហាញជូនបងប្អូននៅវីដេអូមុនគឺវីដេអូមួយនេះគឺមានគ្នាយើងជាច្រើនដែលគាត់ចង់បង្កើតហើយលុបវិញអញ្ចឹងណាអញ្ចឹងជាទូទៅសម្រាប់ដែលបងប្អូនចង់បង្កើតទៅលើទម្រង់បែបនេះបងប្អូនអាចចូលទៅមើល account Facebook របស់ខ្ញុំបានហើយមួយទៀតដែលបងប្អូនបង្កើតអត់បានណាបងប្អូនអាចចូលមក Facebook របស់យើងអញ្ចឹងមកហើយយើងចុចកន្លែងសញ្ញាត្រី3កន្លែងនេះតោះមកមានកន្លែង create profile ហើយគឺយើងអាចបង្កើតបានដូចគ្នាអូខេអញ្ចឹងវីដេអូមួយនេះគឺយើងរៀនពីរបៀបលុបវិញនៅពេលយើងបង្កើតហើយអញ្ចឹងលុបគឺងាយស្រួលទេគឺយើងដូចយើងលុប Facebook ធម្មតាដែរអញ្ចឹងបងប្អូនត្រូវចូលមកលើ account Facebook របស់យើងមកដែលយើងបានបង្កើតហើយឬក៏ profile ដែលយើងបានបង្កើតហើយហ្នឹងមុននឹងចូលវីដេអូបើសិនជាបងប្អូនអត់ទាន់បាន like ទៅលើ Facebook page របស់ខ្ញុំទេអាចជួយ like Facebook page ខ្ញុំម្នាក់មួយផងដើម្បីទទួលបាន 500k ឆាប់ៗនេះអូខេអញ្ចឹងជាដំបូងបងប្អូនត្រូវចូលមកលើ account ដែលយើងបានបង្កើតហើយហ្នឹងនេះជា profile ដែលខ្ញុំបានបង្កើតហើយនៅក្នុងវីដេអូមុនអញ្ចឹងដើម្បីលុបបានបងប្អូនអាចចុចទៅលើសញ្ញា setting កន្លែងនេះក៏បានដែរនៅលើ iPhone ឬក៏បងប្អូនអូនមកក្រោមមករកពាក្យថា setting and privacy ចុចលើហ្នឹងមួយហើយបងប្អូនយកពាក្យថា setting បន្ទាប់មកហ្នឹងហើយយើងចុចលើ see more in account center បន្ទាប់កន្លែងហ្នឹងហើយបងប្អូនចុចទៅលើ personal detail បន្ទាប់ពីប៉ុណ្្នឹងហើយបងប្អូនចុចកន្លែងពាក្យ account ownership and control កន្លែងហ្នឹងមកបន្ទាប់មកនឹងឃើញមានពាក្យកន្លែង delete ដែរអូខេនេះមួយហ្នឹងចុចបាក់លើមួយហ្នឹងមកតើមកចេញដំណងពីរបែបនេះបើសិនបងប្អូនចុច alert បានថាយើងលុប account SIN របស់យើងអញ្ចឹងយើងចង់លុប account fake គឺ account II អូខេអញ្ចឹងចុចឡើងហ្នឹងមកនេះ S8 អញ្ចឹងមុននឹងយើងលុបយើងមើលឈ្មោះផងអូខេត្រង់កន្លែងនេះគឺមានពីរ option ឲ្យបងប្អូនជ្រើសរើសមួយយើងបិទ account យើងមួយរយៈហើយយើងអាចត្រឡប់មកវិញបានអញ្ចឹងណាមួយទៀតគឺយើងអាចលុប profile យើងចេញភ្លាមៗតែម្ដងឧទាហរណ៍ថាបងប្អូនចង់លុបចឹង select យកអាហ្នឹងមកហើយចុចពាក្យ continueបន្ទាប់មកយើងប្រាប់ Facebook ទៅឧទាហរណ៍ឥឡូវយើងតាក់ទងមើលបញ្ហាគេខ្លះឧទាហរណ៍ខ្ញុំយកទី2ចុះចឹងមកហើយចុចពាក្យ continue ប៉ុណ្ណឹងមកទៀតហើយយើងចុចពាក្យ continue ទៀតមកត្រង់កន្លែងនេះវាប្រាប់យើង before you delete ចឹងបងប្អូនអាចចុចអានតាមហ្នឹងទៅអត់ទេសាច់លើបងប្អូនឬក៏បងប្អូនចង់ចុច delete មកយើងចុចពាក្យ continue មកបន្ទាប់មកវាឲ្យយើងវាយទៅលើ password account របស់យើងអូខេបន្ទាប់ពីបងប្អូនវាយហើយ account មួយហ្នឹងគឺបាន delete ហើយនៅពេលបច្ចុប្បន្នមួយទៀតបើសិនជាវាអត់ delete ភ្លាមៗទេវានឹងប្រាប់យើងរយៈពេល30ថ្ងៃអញ្ចឹង account ហ្នឹងនឹង delete auto តែម្ដងអញ្ចឹងសូមបញ្ជាក់តិចត្រង់កន្លែងនេះគឺបងប្អូនត្រូវដាក់ account password របស់បងប្អូនSIN ដែលបងប្អូនឆលលើ account SIN បង្កើត account fake ពីមុនមកអញ្ចឹងណា account I ដែលយើងបង្កើតមកដូចឈ្មោះអាម៉ាត់ដែលខ្ញុំបង្កើតមកអញ្ចឹងណាកន្លែងហ្នឹងគឺដាក់អញ្ចឹងមួយវិញទៀតសម្រាប់បងប្អូនដែលចង់កម្មង់អវ៉ាន់ពីប្រទេសចិនដោយខ្លួនឯងគឺខ្ញុំសូមណែនាំ app មួយដែលមានឈ្មោះថា BAB Mall អញ្ចឹងបងប្អូនអាចចូលទៅ Play Store ឬក៏ App Store យើងវាយពាក្យ BAB Mall ទៅនឹងចេញមកហើយឬក៏បងប្អូនអាចចុច scan តាមរយៈ QR code របស់ខ្ញុំមួយនេះបានគឺនៅពេលបងប្អូនចូលទៅគឺងាយស្រួលទេតាក់ទងជាមួយការបង្កើត account បើមិនបងប្អូន scan តាមរយៈ QR code របស់ខ្ញុំអញ្ចឹងណាអញ្ចឹងបន្ទាប់មកវាអញ្ជើញតម្រងបែបនេះទី1បងប្អូនត្រូវបំពេញលេខទូរស័ព្ទរបស់បងប្អូនទី2បងប្អូនត្រូវចុច code verify យកលេខ code 4ខ្ទង់មកដាក់បំពេញកន្លែងហ្នឹងមកហើយទី3បងប្អូនត្រូវបំពេញ password របស់បងប្អូនចំពោះកន្លងទី4គឺលេខ referral បងប្អូនដែល scan ចេញពី QR code របស់ខ្ញុំអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងប៉ុណ្ណឹងហើយវានឹង load ឲ្យបងប្អូនទៅ download app ហើយនៅពេលដែលបងប្អូន download app download ហើយបងប្អូនត្រូវចូលទៅ app ហ្នឹងហើយបងប្អូន log in ម្ដងទៀតដែលលេខដែលយើងបានបង្កើតមុនហ្នឹង account ដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងគាត់ឲ្យវាយលេខទូរស័ព្ទរបស់បងប្អូនទៅហើយនឹងវាយ password មកគឺចូលដល់ app ហ្នឹងហើយអញ្ចឹងធ្វើម៉េចដែលយើងកម្មង់បានបងប្អូនត្រូវទៅដាក់ location មួយសិនបងប្អូនត្រូវកន្លែងនេះកន្លែងបំពេញ location អញ្ចឹងដាក់តំបន់របស់បងប្អូនមកបើសិនបងប្អូននៅពេញដាក់នៅពេញមកបើសិននៅខេត្តយើងដាក់នៅខេត្តមកហើយដាក់លេខទូរស័ព្ទ Telegram របស់បងប្អូនមកនៅពេលអាវ៉ាន់គេមកដល់គេតាក់ទងទៅបងប្អូនតាមរយៈលេខទូរស័ព្ទហ្នឹងហើយឬក៏តាម Telegram អីចឹងទៅមកអាវ៉ាន់គឺងាយស្រួលទេដូចជាមួយនឹង app ល្បីដែរបងប្អូនអាចចុច scan អាវ៉ាន់ដែលបងប្អូនចង់បានទៅតាមរយៈ scan មួយនេះឬក៏បងប្អូនអាច search ក៏បានដែរជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានបើសិនជាចេះចិនយើងអាច search ភាសាចិនទៅគឺងាយស្រួលមែនតើហើយសម្រាប់មួយទៀតបើសិនជាបងប្អូនចង់បានคูปอง$2និង$5គ្រាន់តែបងប្អូន join channel BAB Mall ដើម្បី join channel BAB Mall បងប្អូនគ្រាន់តែចូល Telegram យើងគ្រាន់តែ search ពាក្យ BAB Mall ឬក៏បងប្អូនអាចចុចតាមរយៈ link មួយនេះក៏បានដែរឬក៏នៅលើវីដេអូមួយហ្នឹងអញ្ចឹងសូមបញ្ជាក់តើតងជាមួយលក្ខខណ្ឌគេបន្តិចតើតងជាមួយលក្ខខណ្ឌរបស់គេនឹងចែកคูปองចំនួន$2រៀងរាល់ថ្ងៃអង្គារប៉ុន្តែវាមាន limit time រៀងរាល់ថ្ងៃអង្គារចាប់ពីម៉ោង12ទៅម៉ោង1ថ្ងៃត្រង់សម្រាប់คูปองមួយនេះគឺមានតែសម្រាប់ member នៅក្នុង channel BAB Mall តែប៉ុណ្ណោះបើតាមខ្ញុំឮលះគឺគេមាន generate ថ្ងៃទៀតថ្ងៃខ្លះមាន special event ធំៗអីចឹងទៅគេមានคูปอง$5ឬក៏
$2 ជូនបងប្អូនបន្ថែមទៀតនៅក្នុង member channel Telegram BAB ហ្នឹងអញ្ចឹងបងប្អូនអាចចូល channel ហ្នឹងទៅដើម្បីទទួលបានគូប៉ុងសម្រាប់ទិញអីវ៉ាន់នៅក្នុង app BAB Mall អញ្ចឹងចំណេញលើចំណេញហើយបងប្អូនគាត់ចូលលេងទៅអញ្ចឹងរៀងរាល់ថ្ងៃអង្គារបងប្អូនចាំអត់ទៅគូប៉ុង$1 $1ធ្លាក់មកគឺឱកាសយើងហីអូខេដើម្បីចូល Telegram បាយពាក្យថា BAB Mall នឹងចេញទៅលើគេហើយឬក៏ copy link ដែលខ្ញុំដាក់ឲ្យនៅខាងលើ screen ហ្នឹងយកទៅ search ទៅគឺឃើញហើយអូខេអញ្ចឹងកុំភ្លេច join ទាំងអស់គ្នាដើម្បីទិញអីវ៉ាន់ពីប្រទេសចិនដោយខ្លួនឯងអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេច follow and share វីដេអូមួយនេះ